បាទសួស្តីអ្នកនរគ្នានេះគឺជា Channel Took Experience នៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបនៃការរក keyword ថាយើងរក keyword បែបណាដើម្បីឲ្យត្រូវជាមួយនឹង channel របស់យើងអូខេ channel នេះ channel យូរក្រោយខ្ញុំ delete វីដេអូផ្សេងទៅខ្ញុំដាក់វីដេអូ how to វិញវាបរិញ្ញាបត្រវិញណាអញ្ចឹងយើងចូលទៅដល់មេរៀនរបស់យើងថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់នៅ Google Trade បាទចំពោះ Google Trade គឺយើងអាចរក keyword ណាដែលល្អៗបានបាទយើងអាចរក keyword ណាដែលល្អៗមកដាក់នៅក្នុង channel setting របស់យើងឬមួយក៏ description អស់សំទោសឬក៏ keyword វីដេអូរបស់យើងបានអូខេខ្ញុំសុំចូល Google Trade Google Trade បងប្អូនគាត់តែ search Google Trade មកលុតមកហើយណាបាទអញ្ចឹងវាលុត Google Trade ទាំងនេះហើយយើងចូលដំបូងចេញបែបនេះណាចូលបងប្អូនយកពាក្យថា export វាមកដើម្បីឲ្យវាទៅកន្លែងយើងធ្វើការអូខេអញ្ចឹងខ្ញុំនឹងបញ្យល់អំពីកន្លែងនេះធ្វើសម្រាប់អីកន្លែង search សម្រាប់អីបាទហើយកន្លែងនេះយើងអាចរើសយក YouTube មកមិនសិនយើងធ្វើ YouTube តែយើងយក website មកយើងយករូបភាពចែករូបភាពមកណាអូខេអូខេអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលរក keyword មួយដែលល្អដែលគេកំពុងតែពេញនិយមក្នុងការ search អញ្ចឹងឧទាហរណ៍ថាខ្ញុំសុំ search ពាក្យសងវិញចុះបាទ search ពាក្យសង keyword សងបាន enter មកបាទអញ្ចឹងវានឹងចូលប្រាប់យើងហើយថា keyword សងគឺមានអ្នករកមើលច្រើនណាអូខេដូចសញ្ញាខៀវមានអ្នករកមើលច្រើនហើយវានឹងចូលប្រាប់ប្រទេសទៀតថាប្រទេសណាដែលគេនិយម search ពាក្យថាសងហ្នឹងអូខេបន្ថែមទៅទៀតណានេះពុំមានច្រើនណាហើយយើងអាចយកពាក្យសងនេះទៅដាក់នៅក្នុង description យើងបានអស់សំទុះ keyword យើងបានអូខេខ្ញុំសុំធ្វើមួយទៀតខ្ញុំសុំឧទាហរណ៍ចុះណាខ្ញុំដាក់ពាក្យបាទចាំតិចខ្ញុំសុំដាក់ពាក្យហើយពាក្យខាចាំតិចអូខេពាក្យខានៅក្នុង YouTube ដូចជាមាន search មានអ្នក search ទេមានអ្នក search តិចណាអញ្ចឹងយើងយកមកប្រើក៏អត់ល្អដែរខ្ញុំសុំ search បើបងប្អូនធ្វើពី content នេះដាក់ content ហ្នឹងទៅណាបងប្អូនធ្វើពី building ដាក់ building បងប្អូនធ្វើពី primitive ដាក់ primitive មកឥឡូវឧទាហរណ៍ខ្ញុំដាក់ primitive ចាំតិច primitive សេខនហត់ primitive search មកបាទអញ្ចឹង primitive YouTube អត់សូវមានប៉ុន្តែបើយើងយក website មានយើងយក web ណាប៉ុន្តែវាអត់សូវល្អវាអត់សូវមានអ្នករីកប៉ុន្មានទេអញ្ចឹងខ្ញុំដាក់បន primitive ឲ្យ YouTube មកអូខេមានអ្នក search ដែរណាបាទអញ្ចឹងពាក្យនេះយើងអាចយកទៅប្រើប្រាស់បានតែវាមិនសូវជាល្អបានទេដោយសារវាសូវតិចតែអាចប្រើបានអូខេមកទៀតខ្ញុំដាក់building មានអ្នក search ទេ building មានតែតិចណាbuilding មានតែតិចវាបង្ហាញថានៅប្រទេសណាគេ search មកអូខេមកទៀតខ្ញុំដាក់ remake តែជាបងប្អូនធ្វើ content នេះដាក់ content ហ្នឹងមកណាអូខេបើពួក remake គឺមានគេ search ច្រើនណាពួក remake មានគេ search ច្រើនណាវិញមិនសិនចំបងប្អូនធ្វើចម្រៀងអីត្រូវទេremake ខ្ញុំបន្ថែមបន្ថយតិចតួចទៀតមកល្អអញ្ចឹងយើងសូមមកប្រទេសណាគេ search មួយច្រើនអូខេយើងយក top DJ remake បាទ DJ remake មានគេ search ច្រើនយក top ដែរ remake អូខេខ្ញុំសូម come back មកខ្ញុំសូមថាhow to createជំទោ how to make money online only ក៏បាន online ក៏បានអូខេមានអ្នក search អត់ search ច្រើនទេបាទអញ្ចឹងខ្ញុំសូមថាផ្សេង how to make មានអ្នក search អត់មានដែរណាបាទមានដែរបាទប៉ុន្តែមិនសូវច្រើនចឹងយើង search តាមជាក់ស្ដែងប្រទេសណាដែលមានគេ search ច្រើនយើង search ប្រទេសហ្នឹងមកអស់សំទោស keyword ណាដែលមានគេស្វែងរកច្រើនយើងដាក់ហ្នឹងមកអូខេខ្ញុំសូមដាក់មួយទៀតដាក់ music ដាក់អីឲ្យតំណឥឡូវខ្ញុំដាក់ content របស់ខ្ញុំដាក់ស៊ីខ្មែរក៏បានដែររកលុយបានតាម YouTube ពីយូយ៉ាចាំតិចរបៀបរកលុយតាម YouTube តិចអត់ខ្ញុំតិចខ្ញុំរើស plan សិនខ្ញុំដាក់12ខែហ្នឹងចុះចាំតិចអ្នកគ្នាអាត់ file មានអ្នករើច្រើនទេ
YouTube search អូខេមានណាប៉ុន្តែវាអត់ទាន់សូវតំបន់មកអូខេឥឡូវខ្ញុំដាក់ Cambodia អូខេនេះឃើញច្រើនអូខេនេះអ្នកសូចនៅណាយើងដឹងនេះសៀមរាបកំពង់ចាមត្បូងឃ្មុំបាត់ដំបងយើងដាក់ចឹងមកហើយរៀនក៏មានដែរអូខេខ្ញុំសុំដាក់ឬក៏ថានៅផ្នែកក្រៅប្រទេសវិញខ្ញុំសុំដាក់ United States គឺមានភាគតិចណាមកនៅក្រៅប្រទេសដូចក៏ search ខ្ញុំសុំដាក់ដាក់អីដែលតំណងនេះខ្ញុំសុំដាក់អីដាក់ fish មាននៅក្រៅប្រទេសនៅអាមេរិកអូខេ fish នៅអាមេរិកពេញនិយមណាណាគេពួក fishing អីហ្នឹង fishing ខ្ញុំទឹកពីខាងមកដាក់ fishing មកណែ fishing មានគេសើចច្រើនណាស់នៅអាមេរិកឃើញខ្ញុំប្រាប់ប៉ុណ្ណឹងបងប្អូនយកខ្លះហ៎បាទយើងអាចសើចឲ្យទាំងអស់នឹងចូលទៅក្នុងនឹងទៅមកយើងយកពាក្យទាំងអស់នេះមកដាក់នៅក្នុង YouTube របស់យើងអូខេអញ្ចឹងវីដេអូនេះខ្ញុំចែកម្លែកខ្លីៗណាចង់ដឹងអីបន្ថែមអាច join ក្នុង group Telegram ខ្ញុំនឹងប្រាប់លម្អិតទៅក្នុងនោះបន្ថែមណាហើយបាយបាយ